បាទសូមបញ្ញាគ្រប់ទៅដល់ពុកម៉ែមីមីងបងប្អូនទាំងអស់គ្នាជាទីគោរពនិងរាប់អាននៅបងប្អូនទាំងអស់គ្នាអញ្ចឹងថ្មីនេះគឺតាក់ទងជាមួយនឹងប្រទេសសៀមគឺមានការប្រពោជាខ្លាំងតាក់ទងជាមួយនឹងគ្រោះទឹកជំនន់បងប្អូនទាំងអស់គ្នាហ្នឹងហើយអញ្ចឹងបងប្អូនប្រជាពលរដ្ឋសៀមនៅពេលនេះបាទគឺដល់ថ្នាក់គឺរត់ទៅឡើងបាទគឺរត់ឡើងទៅរកដបូតបាទដបូផ្ទះដើម្បីទៅរកគេហៅទីទួលសុវត្ថិភាពបងប្អូនទាំងអស់គ្នាហ្នឹងហើយនេះគឺមិនដឹងនិយាយយ៉ាងម៉េចហើយនឹងតាក់ទងទៅនឹងមួយទៀតគឺបាទផ្សារនៅប្រទេសសៀមបងប្អូនទាំងអស់គ្នាផ្សារនិងអាគារពាណិជ្ជកម្មដែលនៅប្រទេសសៀមគឺបានលិចចូលនៅក្នុងទន្លេទៀតបងប្អូនទាំងអស់គ្នាគឺនៅខាងអ៊ុតថារ៉ាឌីតបងប្អូនទាំងអស់គ្នាអញ្ចឹងសូមបងប្អូនចូលទៅលម្អិតជាមួយនឹង admin ទាំងអស់គ្នាបងប្អូនណាតោះឥឡូវយើងចូលទៅតាមដានទាំងអស់គ្នាបាទអញ្ចឹងនេះបងប្អូននេះគឺជាទស្សនវិជ្ជាបាទគឺទស្សនវិជ្ជារបស់ប្រទេសសៀមបច្ចុប្បន្នថ្មីនេះបងប្អូនណាបាទគឺលិចលង់អស់ហើយទៅទៅនៅចំណុចកន្លែងនេះមិនដឹងថាគេសំដែងឬក៏យ៉ាងម៉េចទៀតទេយើងចាំមើលជាក់ស្ដែងបងប្អូនណាប៉ុន្តែ admin គិតថាមិនមែនវាសំដែងបើសិនសំដែងគឺវាពិបាកតែទៅមួយទឹកវាឡើងវាខ្លាំងពេកមិនដឹងយកទឹកមកពីណាសំដែងប៉ុន្តែមិនទៅពិបាកប្រទេសគេសម្បូរទឹកអញ្ចឹងបងប្អូនអរគ្នានេះឃើញទេបាទនេះប្រជាពលរដ្ឋរបស់គេណាបាទទាំងចាស់ទាំងក្មេងអញ្ចឹងទៅបាទបងប្អូនឃើញទេបាទបងប្អូនទាំងគ្នាអញ្ចឹងតកតងជាមួយនឹងវីដេអូមួយคลิปនេះយើងក៏មិនទាន់ដឹងច្បាស់ពិតប្រាកដ 100%ទេព្រោះបងប្អូនដឹងស្រាប់ហើយតកតងជាមួយសៀមគឺវាប៉ុនសំដែងក្រែងលោបងប្អូនណាក្រែងលោវាយកពេលដែលកំពុងមានគ្រោះទឹកជំនន់ហ្នឹងវាយកប្រជាពលរដ្ឋវាទៅសំដែងអញ្ចឹងទៀតទៅដើម្បីឲ្យអន្តរជាតិគេឃើញគេអាណិតអញ្ចឹងណាគេថាប្រទេសគេគឺជាប្រទេសមួយដែលរងទុក្ខលំបាកអញ្ចឹងណាឬក៏មិនមកប៉ុន្តែធាតុពិតបាទនេះគឺជាកម្មពីហើយមើលទៅហ្នឹងហើយទទួលយកទៅហ្នឹងហើយសាងអីទទួលយកហ្នឹងហើយហែទឹកភ្នែកប្រជាពលរដ្ឋខ្មែរហែទៅស៊ូមបាទហែមិនរួចទេបាទហ្នឹងហើយទៅមួយទៀតតកតងជាមួយនឹងបាទបងប្អូនទាំងនេះគឺតកតងជាមួយនឹងផ្សារថៃដែលមានបាទផ្សារនៅប្រទេសសៀមនោះដែលមានអាយុកាលដូចជា100ឆ្នាំជាងហើយនឹងបាទមានអាគារពាណិជ្ជកម្មដែលបានបាទស្រុតចូលទៅក្នុងទន្លេបាទគឺអ៊ុតថារ៉ាឌីតហ្នឹងបងប្អូនទាំងគ្នាសូមបងប្អូនចូលទៅលំអិតជាមួយនឹង admin ទាំងអស់គ្នាដោយការបោះស្រាយរបស់បងប្រុសស្តង់ដារគុណខ្មែរណាបងប្អូនតោះអានេះឲ្យកម្មពីបងប្អូនកម្មពីបាក់ដីទៀតហើយខ្ទេចផ្សារដែលមានអាយុកាលប្រមាណ100ឆ្នាំជាងនៅអ៊ុតថារ៉ាឌីតអូបាទមានអីនៅទេពុកម៉ែបងប្អូនអើយបាទខ្ទេចអស់ហើយបាទថៃអាគារពាណិជ្ជកម្ម3ជាន់អីចូលទលេភ្លឹបប្រកាសអាសន្នវាប្រកាសអាសន្នទៀតហើយអាពូចោសៀមឥឡូវវាប្រកាសអាសន្នទៀតហើយវាភ័យទឹកចំនួនលិចទូទាំងប្រទេសបាក់ដីគ្រប់កន្លែងអានេះគេហៅមិនមែនបាក់ដីគេហៅបធនីស្រោបអាហ្នឹងនេះអាពូចោវាទៅបដាអាពូចោដល់ពេលមុននេះលោកសាន់បាទទីរាំងស៊ីរ៉ូជីបាទឈ្មោះដល់ហើយអភិបាលខេត្តឧទ្ធារឌិតបាទនៅមន្ត្រីពាក់ព័ន្ធបានត្រួតពិនិត្យច្រាំងទន្លេដែលបានបាក់ស្រុតតាមបណ្ដោយទន្លេណានក្នុងតំបន់សហគមន៍ផ្សារចាស់បាទផ្សារចាស់នេះមានអាយុកាលជាង100ឆ្នាំក្នុងស្រុកថាស័កបាទស្រុកភីឆៃខេត្តបាទឧទ្ធារឌិតនៅថ្ងៃទី21វិច្ឆិកា2025បន្ទាប់ពីហេតុការណ៍កាលពីម្សិលមិញដែលផ្ទះបានដួលរលំចូលទឹកទន្លេលិចបាត់សូនឈឹងបាទមាននៅទៀតផ្ទះ3ជាន់នោះការស្ទុះមតិរកឃើញផ្ទះខូចខាតសរុបចំនួន9ខ្នង6ខ្នងបាទខូចខាតយ៉ាងធ្ងន់ធ្ងរនិង3ខ្នងខូចខាតប្រហែល 70% ដំបូងឡើយមន្ត្រីបានរៀបចំជម្រកបណ្ដោះអាសន្នសម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់សម្រាប់ការស្ដារឡើងវិញរយៈពេលវែងនាយកដ្ឋានសាធារណការនិងផែនការទីក្រុងនិងជនបទកំពុងរៀបចំសាងសង់វិធានការការពារច្រាំងទន្លេតាមបណ្ដោយប្រវែងប្រហែល 1200 ម៉ែត្របាទ1គីឡូដីជាងដោយការងារនឹងចាប់ផ្ដើមនៅដើមមួយឆ្នាំក្រោយនេះដើម្បីការពារការខូចខាតនាពេលអនាគតអាផ្សារហ្នឹងវាទៅហើយបាក់ខ្ទេចហើយហ្នឹងហើយវាប្រឹងលាក់ព័ត៌មានហើយចាយដនអីនេះប្រជាពលរដ្ឋថតប្រហោះប្រងព្រាតដែរទៅលាក់ឯណាបាទនៅបងប្អូនទាំងគ្នាអញ្ចឹងតើតើនៅត្រង់ចំណុចកន្លែងនេះបងប្អូនណាគឺសៀមគឺវាខិតខំគឺវាបាទគឺវាខំបិទបាំងតើតើជាមួយនឹងព័ត៌មានដែលធ្វើឲ្យប្រទេសរបស់វាអាប់មុខអាប់មាត់គឺវាព្យាយាមគឺបិទបាំងណាគឺវាមិនចង់ឲ្យ
បាទគឺមិនចង់ឲ្យអន្តរជាតិឬក៏ឲ្យប្រទេសផ្សេងៗបានដឹងទេព្រោះដោយសារវាជាភាពអាម៉ាស់មួយសម្រាប់ប្រទេសវាបងប្អូនទាំងអស់គ្នាប៉ុន្តែលាក់យ៉ាងមិនកើតបើប្រជាពលរដ្ឋរបស់វានឹងមានទូរស័ព្ទដៃដែរក៏ថតផុសដែរហ្នឹងបាទបងប្អូនគាត់មើលវាខំលាក់បាំងប៉ុន្តែប្រជាពលរដ្ឋវាវេទនាអ្នកណាគេទៅទ្រាំរស់វេទនាបាទដោយសារការមិនអើពើរបស់វាបានអញ្ចឹងប្រជាពលរដ្ឋវាក៏ទ្រាំបានទេវាថតអីបាទវាថតវាប្រហាវាប្រជាពលរដ្ឋវាថតវាប្រហោះវានិយាយត្អូនត្អែវាអាចជានិយាយរឿងអីមួយអញ្ចឹងទៅហើយសម្រាប់រាជរដ្ឋាភិបាលរបស់វាគឺព្យាយាមទៅបិទបាំងយើងមិនបើសិនប្រទេសឯងកំពុងវឹកវរមែនហើយសម្រាប់បងប្អូនទាំងអស់គ្នាណា admin យករឿងបែបបាទតើតើប្រទេសសៀមយកមកគឺដើម្បីឲ្យយើងបានដឹងទាំងអស់គ្នាដឹងពីស្ថានភាពហើយដឹងពីចឹងណាចរិតនៃប្រទេសវាយើងស្គាល់វាឲ្យបានច្រើនទៅស្រួលយើងប្រុងប្រយ័ត្នបងប្អូនណាហ្នឹងហើយអញ្ចឹងយើងដឹងថាប្រទេសវាយ៉ាងម៉េចឥឡូវយើងបានដឹងបានច្រើនហើយថាប្រទេសវាគឺពោពេញទៅដោយល្បិចអញ្ចឹងយើងដឹងហើយបើសិនប្រទេសវាគឺគ្មានការស្មោះត្រង់គ្មានការអាណិតអាសូរមកដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្មានការស្មោះត្រង់គ្មានការអាណិតមកដល់ប្រទេសកម្ពុជារបស់យើងទេអញ្ចឹងបងប្អូនទៅចាំកុំប្រហែសកុំភ្លេចខ្លួនបាទគឺត្រូវតែប្រយ័ត្នប្រយែងឲ្យបានខ្ពស់មែនទែនជាពិសេសបងប្អូនយើងនៅព្រំដែនបងប្អូនណាហ្នឹងហើយយើងត្រូវប្រយ័ត្នប្រយែងមែនទែនបាទកុំមានការជឿទុកចិត្តវាឲ្យទៅបាទគឺតើតែសោះបងប្អូនណាកុំឲ្យសោះហ្នឹងហើយអញ្ចឹងឥឡូវយើងដឹងពីស្ថានភាពរបស់វាបានច្រើនហើយតើតើជំនួនគ្រោះទឹកជំនន់អីផ្សេងហ្នឹងឲ្យបងប្អូនជឿជាក់ដែរជឿដែរថាវាជាបាបកម្មវាជាកម្មពីបងប្អូនគិតមើលប្រទេសយើងនិងប្រទេសវានៅគ្រៀងគៀកគ្នាប៉ុន្តែនៅពេលដែលប្រទេសវាមានគ្រោះធម្មជាតិគឺប្រទេសយើងគឺកិច្ចផុតគឺមិនមានបញ្ហាទៅបីជាមានគឺរងគឺតិចតួចបំផុតបងប្អូនហ្នឹងហើយដូចតើតើជាមួយគ្រោះទឹកជំនន់ហ្នឹងមិនមែនថាប្រទេសកម្ពុជាយើងមិនមានណាយើងមានតែយើងមានវាតិចវាមិនខ្លាំងដូចប្រទេសវាទេបងប្អូនណាហ្នឹងហើយវារហូតដល់ប្រកាសអាសន្នលិចនេះលិចនោះបាក់សុតផងប្រទេសកម្ពុជាវិញគឺសុខសាន្តរហូតព្រោះដោយសារអីយើងរស់នៅប្រកបទៅដោយភាពស្មោះត្រង់បាទភាពស្មោះត្រង់បាទយើងមិនមានជាការល្បិចកិច្ចកលមិនមានចិត្តចង់បានរបស់អ្នកដទៃទេបងប្អូនប្រជាពលរដ្ឋខ្មែរយើងគឺបែបហ្នឹងប្រទេសកម្ពុជាគឺបែបហ្នឹងមិនមែនដូចប្រទេសវាភូតផលល្បិចបោកប្រាស់សម្ដែងឆ្លៀនពៀនគឺគ្រប់សពសារពើបាទទៅលើឆាកអន្តរជាតិគឺបែបហ្នឹងដែរប៉ុន្តែអ្វីដែលជាពិសេសចំណុចដែលល្អបំផុតអន្តរជាតិឥឡូវគេស្គាល់ចរិតសណ្ដានវាឥឡូវដូចជាថ្មីនេះបាទ100ប្រទេសជាងបាទកំពុងតែកោតទោសទៅលើប្រទេសវាបងប្អូនទាំងអស់គ្នាបាទនេះហើយជាការខិតខំប្រឹងប្រែងរបស់បងប្អូនខ្មែររបស់យើងដែលជាយាមគឺតើទៅជាមួយការផ្សព្វផ្សាយបែបអញ្ចឹងដើម្បីស្គាល់លោកគាត់បានដឹងគាត់បានស្គាល់ថាអូប្រទេសកម្ពុជាយើងយ៉ាងម៉េចប្រទេសចៅសៀមវាយ៉ាងម៉េចឥឡូវគេស្គាល់បានច្រើនហើយឥឡូវគេកំពុងដាក់សម្ពាធទៅលើប្រទេសវាបងប្អូនទាំងអស់គ្នាអញ្ចឹងគឺតើទៅនឹងការធ្វើវីដេអូដូចជាបងប្រុសសងដល់គុណខ្មែរសម្រាប់ admin គឺ admin គ្រប់គ្រង 100% គឺពេញទំហឹងបងប្អូនទាំងអស់គ្នាឥឡូវសូមបងប្អូនចូលទៅលម្អិតជាមួយ admin បន្តទៅទៀតបងប្អូនណាបើវាបាក់ខ្ទេចហ្នឹងអាផ្សារអាយុកាល100ឆ្នាំហ្នឹងលាយហើយស្អីគេអាគារពាណិជ្ជកម្មកម្ពស់3ជាន់ហ្នឹងចូលទឹកបាត់ហើយរកមានឃើញណាលិចបាត់សូនណាអាហ្នឹងគេហៅបធនីស្រោបមិនមែនបាក់ដីទេដូចនៅកណ្ដាលទីក្រុងបាងកកមុនអញ្ចឹងបធនីស្រោបដោយសារឯងមិនដឹងគុណម្ចាស់ផែនដីហើយមិនដឹងគុណម្ចាស់ដីដើមនេះឯងមុនដំបូងសុំគេជ្រកកោនយូរឯងយករបស់គេណាឲ្យឃ្លោមយកបន្ថែមហើយឲ្យចង់យកថែមទៀតបាទដូចបងប្រុសស្រង់ដាគាត់បកស្រាយនៅចំណុចកន្លែងហ្នឹងមានកូនខ្មែរយើងចំនួនក្រោយខ្លះគឺគាត់អត់បានដឹងទេអត់ដឹងថាថៃជាប្រទេសមួយដែលជាប្រទេសដែលតែងតែយកទឹកដីយើងគឺមានចំនួនក្រោយពេលខ្លះពួកគាត់អត់ដឹងទេតើតែមានការចូលរួមចែកម្លែកអញ្ចឹងទៅបានកូនខ្មែរយើងគឺដឹងបានកាន់តែច្រើនឡើងបងប្អូនទាំងគ្នាអញ្ចឹងសម្រាប់ admin គឺសំណូមពរទៅដល់បងប្អូនយើងទាំងអស់គ្នាបើសិនជាមានការផលិតជាវីដេអូបែបនេះសូមបើសិនអាច share បានជួយ share ដើម្បីឲ្យកូនខ្មែរយើងចំនួនក្រោយដែលពួកគាត់បាទពួកគាត់បានកាន់តែដឹងច្រើនទៅថាប្រវត្តិសាស្ត្រតើតើជាមួយនឹងទឹកដីគឺវាយ៉ាងណាចឹងបងប្អូនទាំងអស់គ្នា
ហ្នឹងហើយហើយតើតើជាមួយនឹងការចូលរួមរបស់ admin បើសិនមានកន្លែងណាដែលលើសលួឬក៏មានកាយវិការកន្លែងឆ្កន់ឆ្កល់គឺសូមពុកម៉ែបងប្អូនភាសាអធិស្ឋានទុកឲ្យបងប្អូនណាហ្នឹងឥឡូវយើងទៅលម្អិតបន្តទៅទៀតបងប្អូនណា លទ្ធផលអាលាយហន់ហោអញ្ចឹងអ្នកអាពូចោលសៀមអាពូថៃយើងនិយាយឲ្យចំអញ្ចឹងឥឡូវនេះមកចាប់ផ្ដើមណាអានេះវាចាប់ផ្ដើមអាលាយម្ដងបន្តិចម្ដងបន្តិចម្ដងបន្តិចបាំងកករលំភ្នំពេញរលាយព្រៃនគរខ្ចាត់ខ្ចាយសម្បូរសបាយអង្គរវត្តពាក្យនេះធ្លាប់ឮទេភ្នំពេញរលាយគឺរលាយរួចហើយណែនៅសម័យខ្មែរក្រហមណាគឺចម្លៀសប្រជាជនចេញទីក្រុងភ្នំពេញទៅជាទីក្រុងខ្មៅតែឥឡូវនេះគឺអត់ទេយើងអភិវឌ្ឍមកឃើញមានភាពរីកចម្រើនអាគារខ្ពស់ខ្ពស់មានគ្រប់មានសំដល់វេនថៃហើយបាងកកនឹងរលំហើយរលំមែនថ្ងៃមុននេះគឺយើងឃើញហើយមានគ្រោះរំជួយដីរហូតដល់បាក់អាគាររលំឥឡូវនេះទឹកលិចគ្រប់កន្លែងមានអីដែរទៀតណែអាពូចោលវាទៅបដាបដាពងភ័យអញ្ចឹងបើវាចង់បានដីខ្មែរយើងថែមទៀតអញ្ចឹងយើងត្រូវទៅឲ្យកូនចៅយើងប្រឹងប្រែងរៀនសូត្រឲ្យមានចំណេះដឹងទៅពេលនោះចោលវាចង់លួចរបស់យើងលួចឡើងបានហើយលួចមិនបានទេ បាទហ្នឹងហើយបងប្អូនអរគ្នានៅត្រង់ជាមួយកន្លែងហ្នឹងគឺល្អខ្លាំងមែនតើបងប្អូនហ្នឹងហើយអញ្ចឹងសម្រាប់បងប្អូនកូនខ្មែររបស់យើងជាពិសេសក្មេងៗជំនាន់ក្រោយយើងគួរតែខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានច្រើនឲ្យបានខ្លាំងមែនតើហ្នឹងហើយយើងថាយើងព្យាយាមខិតខំរៀនឲ្យអស់ពីសមត្ថភាពអស់ពីលទ្ធភាពដែលយើងអាចធ្វើទៅបានណាហ្នឹងហើយដើម្បីយើងយកមកដើម្បីអភិវឌ្ឍនិងជួយបាទគឺ ប្រទេសរបស់យើងឲ្យមានការរីកចម្រើនកាន់តែខ្លាំងទៅហ្នឹងហើយអញ្ចឹងសម្រាប់ក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងដែលចង់ចែករំលែកដល់បងប្អូនទាំងគ្នាយើងសង្ឃឹមថាយើងជួបគ្នានៅវីដេអូថ្មីក្រោយទៀតបាទសូមអរគុណសូមគោរពលា